ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំដុកទ័រលីមអេហ្គេចជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងសប្តាហ៍នេះជាមួយនឹងជំងឺមួយយ៉ាងដែលមានឈ្មោះថាជំងឺពងបាយ herpes ឬក៏ភាសាអង់គ្លេសគេហៅថា herpes simplex គ្នាខ្ញុំនឹងលើក4ចំណុចមកនិយាយចំណុចទី1អ្វីទៅដែលហៅថាជំងឺ herpes simplex ចំណុចទី2មូលហេតុចំណុចទី3ការការពារនិងចំណុចទី4ការព្យាបាលចំណុចទី1អ្វីទៅដែលហៅថាជំងឺ herpes simplex ជំងឺ herpes simplex នេះគឺជាជំងឺម្យ៉ាងដែលបណ្ដាលឲ្យស្បែករបស់យើងកើតនៅក្រោមពងទឹកតូចៗដែលនៅតំបន់នៃកើតក្រោមពងទឹកតូចៗនោះនឹងធ្វើឲ្យយើងមានអាការៈដូចជាក្តៅក្រហល់ក្រហាយរមាស់ឈឺឬក៏ឡើងក្រហមជាដើមហើយជំងឺនេះអាចបាត់ទៅវិញខ្លួនឯងក្នុងរយៈពេល7ទៅ10ថ្ងៃប៉ុន្តែគួរឲ្យសោកស្ដាយវាងាយនឹងឆាប់កើតមកវិញហើយជំងឺនេះគឺភាគច្រើនកើតនៅលើតំបន់មាត់បបោមាត់ដូចជាចុងឬក៏កែមបបោមាត់អញ្ចាញធ្មេញដាតឬក៏នៅលើច្រមុះត្របកភ្នែកឬក៏ទងត្រចៀកចាហើយក៏អាចកើតនៅលើតំបន់ផ្សេងដូចជាម្រាមដៃជាដើមប៉ុន្តែពិសេសនោះគឺវាអាចកើតនៅលើតំបន់ប្រដាប់ភេទហើយអាចឆ្លងទៅទារកផងដែរឥឡូវនេះយើងចូលដល់ចំណុចទី2តើមូលហេតុអ្វីចាមូលហេតុដ៏សំខាន់របស់វាគឺមកពីការឆ្លងវីរុស herpes simplex virus ដែលជាអក្សរកាត់គេហៅថា HSV ហើយរូបរាងរបស់វាបែងចែកជាពីរគឺមាន HSV ទី1និង HSV ទី2ចំពោះ HSV ទី1នោះគឺភាគច្រើនកើតនៅលើតំបន់ផ្សេងក្រៅពីតំបន់ប្រដាប់ភេទប៉ុន្តែក៏វាអាចកើតនៅតំបន់ប្រដាប់ភេទដែរគ្រាន់តែភាគរយតិចគឺអាច10ទៅ40% ទៅប៉ុណ្ណឹងហើយវាកើតដំបូងហ្មងអស់គេហ្នឹងគឺទៅឆ្លងទៅលើកុមារអាយុ5ឆ្នាំចុះក្រោមចាឯចំណែក HSV ទី2វិញគឺកើតភាគច្រើនគឺនៅលើតំបន់ប្រដាប់ភេទតែឆ្លងដំបូងមកអស់ហ្នឹងគឺដោយសារការរួមភេទឥឡូវនេះយើងចូលដល់ចំណុចទី3គឺការការពារចំពោះការការពារហ្នឹងដូចដែលខ្ញុំបាននិយាយអំពីមូលហេតុរបស់វាអញ្ចឹងគឺយើងការពាររារាំងកុំឲ្យកើតទី1ចំពោះវីរុស HSV ទី1ទៅកើតដំបូងនៅឆ្លងទៅលើកុមារអាយុ5ឆ្នាំចុះក្រោមអញ្ចឹងបានន័យថានៅក្នុងអំឡុងពេលនេះគាត់កំពុងតែពេញវ័យគួរឲ្យស្រឡាញ់អញ្ចឹងអាចមានសាច់ញាតិជាច្រើនឬក៏បងប្អូនឬក៏ពុកម្ដាយផ្ទាល់ហ្នឹងគឺចូលចិត្តអោបថើបយ៉ាងស្និទ្ធជាពិសេសថើបមាត់ថើបអីណាហើយបើសិនបើពួកគាត់មានពងបាយ herpes នេះអញ្ចឹងគាត់ទៅប៉ះពាល់គាត់ទៅកាន់អញ្ចឹងធ្វើឲ្យឆ្លងទៅដល់កុមារនេះអញ្ចឹងយើងគួរតែដឹងក្នុងខ្លួនថាប្រសិនបើជាយើងមានបញ្ហាជំងឺនេះយើងកុំទាន់ទៅអោបថើបកុមារអីណាហើយចូលដល់ចំពោះ HSV ទី2វិញគឺឆ្លងទៅដោយការរួមភេទអញ្ចឹងយើងគួរតែការពារដោយប្រើការស្រោមអនាម័យឲ្យបានត្រឹមត្រូវដោយការរួមភេទដោយសុវត្ថិភាពណាឯចំពោះស្ត្រីមានផ្ទៃពោះគាត់អាចមានផ្ទុកវីរុសនេះឬក៏គាត់អាចកើតនៅតំបន់ប្រដាប់ភេទនៅជំងឺពងបែកនេះអញ្ចឹងឧទាហរណ៍ថាគាត់មានបញ្ហានេះគាត់គួរតែលេបថ្នាំចាដើម្បីធ្វើម៉េចឲ្យកម្រិតនៃវីរុសហ្នឹងវាតិចជាងមុនឬក៏ព្យាបាលវាណាហើយប្រសិនបើតំបន់ប្រដាប់ភេទរបស់គាត់មានកំពុងកើតពងបែកនេះក្រោយពីការលេបថ្នាំហើយយល់ល្អគួរតែសម្រាលកូនឲ្យការប្រើវះកាត់ពីប្រសើរជាងសម្រាលកូនដោយធម្មជាតិឯចំណុចការពារផ្សេងគឺដូចដែលខ្ញុំបាននិយាយខាងលើអញ្ចឹងគឺជំងឺពងបែក herpes នេះវាងាយនឹងកើតវិញម្ដងទៀតអញ្ចឹងហេតុអីមិនវាកើតម្ដងទៀតហ្នឹងពេលខ្លះគឺដោយសារភាពផ្សំការពារខ្លួនរបស់យើងឬក៏ immune system របស់យើងហ្នឹងមានភាពចុះខ្សោយអញ្ចឹងធ្វើឲ្យវីរុសនោះគឺគាត់កើនឡើងច្រើនអញ្ចឹងកើតឡើងច្រើនហើយគាត់ក៏បញ្ចេញអាការៈហ្នឹងគឺកើតឡើងម្ដងទៀតចាបញ្ហាអ្វីដែលធ្វើឲ្យភាពផ្សំរបស់យើងចុះក្រោមហ្នឹងធ្លាក់ចុះហ្នឹងគឺប្រៀបដូចជាយើងជក់បារីមានជំងឺដាសាយយើងផឹកស្រាស្វឹងខ្លាំងគេងអត់បានគ្រប់គ្រាន់ចាអាទាំងអស់នេះគឺហើយគឺធ្វើឲ្យភាពផ្សំរបស់យើងហ្នឹងគឺធ្លាក់ចុះអញ្ចឹងហើយវីរុសហ្នឹងកើនច្រើនវានឹងអាចកើតនឹងជំងឺនេះម្ដងទៀតចាឥឡូវនេះបន្ទាប់ពីដឹងការការពារហើយឥឡូវយើងចូលដល់ចំណុចព្យាបាលវិញម្ដងចំពោះការព្យាបាលវិញដូចនេះខ្ញុំបាននិយាយខាងលើអញ្ចឹងជំងឺពងបែក herpes នេះគឺវាអាចបាត់ទៅវិញខ្លួនឯងក្នុងរយៈពេល7ទៅ10ថ្ងៃប៉ុន្តែវាអាចកើតមកវិញគឺ on and off គឺឧទាហរណ៍ថាក្នុងរយៈពេល1ឆ្នាំគាត់អាចកើតលើសពី4ទៅ6ដងឬក៏អ្នកខ្លះដោយសារគាត់រៀងទន់ខ្សោយ
គាត់អាចកើតក្នុងរយៈពេលរាប់ជាលក្ខណៈខែឬក៏រាប់ជាលក្ខណៈសប្តាហ៍ជួនកាលទៅ2 3សប្តាហ៍កើតម្ដងទៀតអញ្ចឹងហើយបើតាមយោបល់ខ្ញុំគាត់គួរតែព្យាបាលចា៎ពីព្រោះអីយើងមិនព្យាបាលក៏បានដែរប៉ុន្តែឧទាហរណ៍ថាបើយើងចង់យកកូនឬក៏វាអាចនឹងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃចា៎យល់ល្អគួរតែព្យាបាលណាការព្យាបាលរបស់យើងគឺប្រសិនបើជាគ្រាន់តែបង្ក្រាបក្នុងរយៈពេលចិត្តនឹងទេគឺព្យាបាលរយៈពេលលេបថ្នាំរយៈពេល7ទៅ10ថ្ងៃគឺបានហើយប៉ុន្តែបើចំពោះអ្នកដែលអាសាកើតយ៉ាងនេះគឺយល់ល្អគឺត្រូវព្យាគឺរយៈពេលយ៉ាងហោចណាស់ក៏ត្រូវការ6ខែដែរអញ្ចឹងហើយទាំងអស់គ្នាត្រូវការមានចិត្តអំណត់ហើយព្យាយាមកែនៅអ្វីដែលឧទាហរណ៍ដូចអាសាសវឹងខ្លាំងឧទាហរណ៍ជក់បរិយច្រើនទាំងអស់នេះយើងត្រូវការកែបន្តិចដើម្បីលើកនៃភាពស៊ាំរបស់យើងឲ្យបានខ្ពស់គឺធ្វើឲ្យ immune system របស់យើងហ្នឹងវាលំនឹងឡើងវិញល្អឡើងវិញចា៎ herpes simplex ឬក៏ពងបែក herpes នេះគឺនិយាយអស់ហើយនៅក្នុងសប្តាហ៍នេះបើចង់ដឹងឲ្យកាន់តែច្បាស់សូមអញ្ជើញទៅពិនិត្យឬក៏ព្យាបាលនៅពេទ្យស្បែកឬក៏មក Global Skin Clinic របស់យើងជួបជាមួយនាងខ្ញុំផ្ទាល់ចាសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូឃ្លីបនេះចាអរគុណសូមជម្រាបលាជួបគ្នាជាថ្មីម្ដងទៀតក្នុងសប្តាហ៍ក្រោយ